ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះដាណាមកពីក្រុមទី4ហើយប្រធានបទរបស់យើងថ្ងៃហ្នឹងគឺ Chapter 5 International Selling ហើយនៅក្នុងបទបង្ហាញនេះដែរយើងនឹងស្វែងយល់អំពីលក្ខខណ្ឌសេដ្ឋកិច្ចពាណិជ្ជកម្មអត្ថប្រយោជន៍សំខាន់ៗបញ្ហាប្រឈមទូទៅនិងយុទ្ធសាស្ត្រជាក់ស្ដែងដើម្បីជោគជ័យមិនថាអ្នកកំពុងលក់នៅក្នុងពិភពលោកឬទើបតែចាប់ផ្ដើមទេអ្នកនឹងដើរចេញជាមួយនឹងការយល់ដឹងដ៏មានតម្លៃនិងនាំអាជីវកម្មរបស់អ្នកកាន់តែប្រសើរឡើងនេះគឺជា table of content របស់យើងនៅក្នុងថ្ងៃហ្នឹងឥឡូវយើងចូលមកដល់ចំណុចទី5.1សេចក្តីផ្ដើមជំពូកនេះផ្ដោតសំខាន់ទៅលើទិដ្ឋភាពផ្សេងៗនៃការលក់អន្តរជាតិរួមមានទាំងបញ្ហានិងបញ្ហាប្រឈមរបស់វាដូចជាក្រុមហ៊ុនដែលចង់ពង្រីកទីផ្សារទៅក្រៅប្រទេសត្រូវតែអភិវឌ្ឍចំណេះដឹងនិងជំនាញជាមុនសិនភាពជោគជ័យភាគច្រើនអាស្រ័យទៅលើវិធីសាស្ត្ររបស់ក្រុមហ៊ុននិងជំនាញរបស់អ្នកលក់ព្រោះមិនមែនអ្នកលក់ទាំងអស់សុទ្ធតែស័ក្តិសមសម្រាប់អន្តរកម្មទីផ្សារបរទេសនោះទេអាជីវកម្មជាច្រើនទទួលបានអត្ថប្រយោជន៍ពីការនាំចេញការផ្ដល់អាជ្ញាប័ណ្ណការពង្រីកទីផ្សារទៅក្រៅប្រទេសប៉ុន្តែការយល់ខុសជារឿយៗបង្កើតឲ្យពួកគេខ្លាចក្នុងការសាកល្បងជំពូកនេះមានគោលបំណងបញ្ជាក់ពីកង្វល់ទាំងនេះដោយត្រួតពិនិត្យទៅលើទិដ្ឋភាពសេដ្ឋកិច្ចសំខាន់ៗនៃពាណិជ្ជកម្មអន្តរជាតិឥឡូវយើងចូលមកដល់ចំណុចទី2ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងខ្ញុំមកបកស្រាយនៅចំណុចទី5.2 Economic Aspect ទិដ្ឋភាពសេដ្ឋកិច្ចហើយនៅក្នុងនោះខ្ញុំលើកយក4ចំណុចមកបកស្រាយបង្ហាញដែលចំណុចទី1គឺសារៈសំខាន់នៃការនាំចេញចឹងយើងនិយាយនេះគឺផ្ដោតសំខាន់ទៅលើចក្រភពអង់គ្លេសដែលមិនគ្រប់គ្រាន់សម្រាប់ខ្លួនឯងទេដោយចក្រភពអង់គ្លេសហ្នឹងគឺបានពឹងផ្អែកខ្លាំងទៅលើពាណិជ្ជកម្មអន្តរជាតិដែលតំណែងសំខាន់ៗជាច្រើនរួមមានដូចជាវត្ថុធាតុដើមអាហារគឺត្រូវតែនាំចូលដែលទាមទារឲ្យមានការនាំចេញខ្លាំងដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសហ្នឹងហើយដូចដែលយើងបានដឹងហើយពាណិជ្ជកម្មជាប់លាប់ហ្នឹងគឺពឹងផ្អែកទៅលើការនាំចេញលើការនាំចូលគឺជួយទ្រទ្រង់សេដ្ឋកិច្ចក៏ប៉ុន្តែនៅពេលដែលការនាំចូលលើសពីការនាំចេញវិញប្រទេសនោះអាចនឹងប្រឈមនឹងអានុភាពពាណិជ្ជកម្មដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចចុះខ្សោយនិងបង្កើនបំណុលសូមស្លាយបន្ទាប់ចំណុចទី2គឺនិយាយអំពីសមតុល្យនៃការទូទាត់អញ្ចឹងសមតុល្យនៃការទូទាត់កត់ត្រាប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមួយជាមួយពិភពលោកហ្នឹងគឺមានកត្តាដូចជាពាណិជ្ជកម្មដែលមើលឃើញនិងពាណិជ្ជកម្មដែលមើលមិនឃើញអញ្ចឹងពាណិជ្ជកម្មដែលមើលឃើញហ្នឹងគឺទំនិញរូបវ័ន្តដែលបានផ្លាស់ប្ដូររវាងប្រទេសនិងប្រទេសហើយចំពោះពាណិជ្ជកម្មដែលមើលមិនឃើញវិញមានដូចជាសេវាកម្មដូចជាធនាគារធានារ៉ាប់រងនិងទេសចរណ៍ដែលពិបាកវាស់វែងប៉ុន្តែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចប្រទេសនីមួយៗហើយបើប្រសិនជាប្រទេសណាមួយនាំចូលលើសពីការនាំចេញនោះប្រទេសនោះត្រូវរ៉ាប់រងអានុភាពដោយការប្រើប្រាស់ទុនបម្រុងប្ដូរប្រាក់បរទេសឬទុនបម្រុងមាសនិងការខ្ចីប្រាក់ពីអ្នកផ្ដល់ប្រាក់កម្ចីអន្តរជាតិហើយនឹងការតាក់ទាញវិនិយោគបរទេសជាដើមសូមឆ្លើយបន្ទាប់ដែលចំណុចទី3វិញគឺយើងនិយាយតាក់ទងនឹងអង្គការពាណិជ្ជកម្មពិភពលោក WTO និងសកលភាវូបនីយកម្មអញ្ចឹង WTO បានគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនិងជំរុញគោលនយោបាយទីផ្សារសេរីដែលគោលការណ៍ស្នូលរបស់ WTO នោះគឺមានដូចជាការមិនរើសអើងគឺផ្ដោតសំខាន់ទៅលើអត្ថប្រយោជន៍ពាណិជ្ជកម្មដែលបានផ្ដល់ឲ្យប្រទេសមួយត្រូវតែបានពង្រីកដល់សមាជិក WTO ទាំងអស់ទី2គឺការពិគ្រោះយោបល់នៅពេលដែលវិវាទរវាងប្រទេសនានាត្រូវតែមានការដោះស្រាយតាមរយៈការចរចាឲ្យបានច្បាស់លាស់និងរកដំណោះស្រាយទី3គឺការចរចាពន្ធប្រទេសធ្វើការរួមគ្នាដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មដែលទី4គឺសេរីភាវូបនីយកម្ម
សេរីភាពពាណិជ្ជកម្មគឺប្រទេសត្រូវបានលើកទឹកចិត្តឲ្យដកកូតានិងការរឹតបន្តឹងការនាំចូលក៏ប៉ុន្តែទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះមានក៏ដោយក៏គោលនយោបាយគាំពារនិយមនៅតែមានដោយប្រទេសមួយចំនួនគាត់បានដាក់ពន្ធគយឬកម្រិតការនាំចូលដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេដែលចំណុចទី4វិញគឺយើងនិយាយអំពីទីផ្សារដែលកំពុងរីកចម្រើននៅអឺរ៉ុបខាងកើតជាមួយនឹងការដួលរលំនៃលទ្ធិកុម្មុយនីសបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតបានបើកទីផ្សាររបស់ពួកគេដោយដើម្បីបង្កើតឱកាសថ្មីសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគហើយប្រជាជាតិទាំងនោះបានធ្វើដូចជាការផ្លាស់ប្ដូរពីសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋទៅជាទីផ្សារសេរីស្វែងរកដៃគូបរទេសដើម្បីធ្វើទំនើបកម្មឧស្សាហកម្មរបស់ពួកគេឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងនិងផ្ដល់នៅតម្លៃពលកម្មនិងអត្ថប្រយោជន៍ផលិតកម្មសម្រាប់ក្រុមហ៊ុនអន្តរជាតិជាដើមចឹងចំណុច economy aspect នឹងបានចប់ហើយចូលដល់ចំណុចមួយទៀតចូលមកដល់ចំណុចទី5ទី3 International Selling at Company Level ការលក់ជាអន្តរជាតិមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចប្រទេសមួយមុខទេប៉ុន្តែក៏សម្រាប់ក្រុមហ៊ុនផងដែរមានហេតុផលសំខាន់មួយចំនួនដែលក្រុមហ៊ុនជ្រើសរើសការលក់ទៅក្រៅប្រទេសហើយកត្តានីមួយៗរួមចំណែកដល់ការរីកចម្រើនការប្រកួតប្រជែងនិងស្ថិរភាពរយៈពេលវែងរបស់ពួកគេហេតុផលសំខាន់សម្រាប់ការលក់នៅបរទេសមានចំនួន3ទី1គឺ trade-off to non-ability ពាណិជ្ជកម្មដោយសារតែមិនមានផលិតផលជាក់លាក់ផលិតផលឬវត្ថុធាតុដើមមួយចំនួនមិនអាចផលិតក្នុងស្រុកបានទេគឺដោយសារតែកត្តាអាកាសធាតុធនធានឬក៏ផ្នែកបច្ចេកទេសមិនគ្រប់គ្រាន់ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសនាំចូលកៅស៊ូព្រោះมันអាចដាំដុះដោយធម្មជាតិបានទេហើយមួយវិញទៀតគឺផលិតផលឬដំណើរការមួយចំនួនត្រូវការពន្ធប៉ាតង់ដែលតម្រូវឲ្យក្រុមហ៊ុនទិញសិទ្ធិប៉ាតង់ឬបញ្ចូលកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណដើម្បីផលិតនិងលក់វាចំណុចទី2 competitive cost difference ពាណិជ្ជកម្មដោយសារតែភាពខុសគ្នានៃតម្លៃប្រកួតប្រជែងទ្រឹស្ដីនៃអត្ថប្រយោជន៍ប្រៀបធៀបដោយលោក David Ricardo បញ្យល់ថាប្រទេសនានាគួរតែនាំចេញផលិតទំនិញដែលពួកគេអាចផលិតបានក្នុងតម្លៃទាបហើយនាំចូលទំនិញដែលមានតម្លៃថ្លៃជាងបើផលិតក្នុងស្រុកចំពោះគោលការណ៍នេះអនុវត្តមិនត្រឹមតែប្រទេសមួយចំនួនប៉ុណ្ណោះទេថែមទាំងចំពោះក្រុមហ៊ុនផងដែរដែលអាជីវកម្មមានឯកទេសទៅលើអ្វីដែលពួកគេធ្វើបានល្អបំផុតនិងនាំចូលនៅអ្វីដែលពួកគេមិនសូវមានក្នុងការផលិតចំណុចទី3គឺ product differentiation ពាណិជ្ជកម្មដោយសារតែភាពខុសគ្នានៃផលិតផលឧស្សាហកម្មជាច្រើនរីកចម្រើនដោយសារតែភាពខុសគ្នានៃផលិតផលដែលក្រុមហ៊ុនផ្ដល់ជូននៅលក្ខណៈពិសេសគុណភាពឬម៉ាកយីហោតែមួយគត់ដើម្បីសម្គាល់ខ្លួនឯងហើយភាពខុសគ្នានៃការរចនាតម្លៃនៃការយល់ឃើញឬក៏កេរ្តិ៍ឈ្មោះមានឥទ្ធិពលទៅលើជម្រើសរបស់អ្នកប្រើប្រាស់ផងដែរជាឧទាហរណ៍នៅចក្រភពអង់គ្លេសនាំចូលនិងនាំចេញរថយន្តដោយសារតែការយល់ឃើញម៉ាកឬក៏ brand និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ចំពោះ model ដែលជាក់លាក់មកដល់ចំណុចមួយទៀតគឺហេតុផលបន្ថែមទៀតសម្រាប់ការពង្រីកចូលទៅក្នុងទីផ្សារលើសពីហេតុផលសំខាន់ទាំង3ខាងលើដែលខ្ញុំរៀបរាប់បានមិញហ្នឹងក្រុមហ៊ុនលក់ទៅក្រៅប្រទេសដោយសារតែទី1គឺកាត់បន្ថយភាពរងគ្រោះចំពោះវិបត្តិសេដ្ឋកិច្ចការធ្វើពិធីកម្មទីផ្សារជួយអាជីវកម្មជៀសវាងការខាតបង់ធ្ងន់ធ្ងរប្រសិនបើសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេប្រឈមមុខទៅនឹងការធ្លាក់ចុះទី2ទប់ទល់ទៅនឹងការប្រែប្រួលទីផ្សារការលក់ពីបរទេសអាចធ្វើឲ្យមានតុល្យភាពនៃការផ្លាស់ប្ដូរតាមរដូវកាលឬក៏សេដ្ឋកិច្ចក្នុងតម្រូវការទី3សំណងសម្រាប់ការបាត់បង់ទីផ្សារក្នុងស្រុកនិងកំណើននៃការប្រកួតប្រជែងនៅផ្ទះអាចជំរុញក្រុមហ៊ុនឲ្យស្វែងរកទីផ្សារអន្តរជាតិ
ទី4គឺការលក់ផលិតផលដែលលែងប្រើក្នុងទីផ្សារមិនស្រូវជឿនលឿនផលិតផលដែលហួសសម័យនៅក្នុងប្រទេសអភិវឌ្ឍន៍នៅតែមានតម្រូវការនៅកន្លែងផ្សេងឧទាហរណ៍fly pepper ត្រូវបានជំនួសដោយថ្នាំសម្លាប់រុយនៅអឺរ៉ុបប៉ុន្តែនៅតែពេញនិយមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចូលមកដល់ចំណុចមួយទៀតគឺកត្តាសំខាន់ដែលជះឥទ្ធិពលទៅដល់ការលក់អន្តរជាតិដើម្បីជោគជ័យទៅក្នុងទីផ្សារអន្តរជាតិអាជីវកម្មត្រូវពិចារណាទៅលើកត្តាចំនួន4ដូចជា1 Objective International Selling អ្នកគ្រប់គ្រងមានគោលបំណងធានាថាទំនិញទៅដល់កន្លែងដែលត្រឹមត្រូវនៅពេលត្រឹមត្រូវជាមួយនឹងការចំណាយតិចតួចបំផុតប្រសិទ្ធភាពនៃផែនការយុទ្ធសាស្ត្រមានសារៈសំខាន់ណាស់នៅក្នុងពាណិជ្ជកម្មអន្តរជាតិ2 Physical Distribution and Logistics ក្រុមហ៊ុនត្រូវតែដោះស្រាយបញ្ហាជាច្រើនរួមមានការដឹកជញ្ជូនទំនិញឃ្លាំងការគ្រប់គ្រងសារពើភ័ណ្ឌការគ្រប់គ្រងសម្ភារៈកត្តាទាំង3នេះប៉ះពាល់ដល់របៀបដែលក្រុមហ៊ុនបំពេញការបញ្ជាទិញរបស់អតិថិជនបានល្អនៅក្នុងទីផ្សារអន្តរជាតិ3 External Factor លក្ខណៈរបស់អតិថិជនបញ្ជាក់អំពីឥរិយាបថចំណូលចិត្តនិងការទិញខុសគ្នាតាមតំបន់ផលិតផលនៃធម្មជាតិនៃផលិតផលមួយចំនួនត្រូវការវិធីសាស្ត្រចែកចាយបទបញ្ញត្តិប្រទេសផ្សេងគ្នាត្រូវមានច្បាប់និងពាណិជ្ជកម្មពន្ធនិងការរឹតបន្តឹងផ្សេងគ្នាទី4គឺinternal decision ក្រុមហ៊ុនត្រូវតែកំណត់ពីរបៀបដែលពួកគេនឹងចែកចាយផលិតផលអន្តរជាតិកត្តាសំខាន់រួមមានប្រភេទនៃអន្តរការីការជ្រើសរើសអ្នកចែកចាយនិងលក់រាយការពិនិត្យនិងជ្រើសរើសដៃគូធានាថាទំនាក់ទំនងអាជីវកម្មស្របទៅនឹងគោលការណ៍របស់ក្រុមហ៊ុនកិច្ចសន្យានិងកិច្ចព្រមព្រៀងការកំណត់លក្ខខណ្ឌសម្រាប់ធ្វើការជាមួយនឹងអ្នកចែកចាយអន្តរជាតិការលើកទឹកចិត្តនិងការគ្រប់គ្រងដៃគូរក្សាទំនាក់ទំនងនិងភាពរឹងមាំជាមួយនឹងដៃគូអន្តរជាតិយើងចូលមកដល់ចំណុចមួយទៀតគឺcultural factor in international selling កត្តាសេដ្ឋកិច្ចដើរតួនាទីយ៉ាងសំខាន់ភាពខុសគ្នានៃវប្បធម៌គឺមានសារៈសំខាន់ដូចគ្នាទៅនឹងពាណិជ្ជកម្មអន្តរជាតិសូម្បីតែប្រទេសដែលមានលក្ខខណ្ឌសេដ្ឋកិច្ចស្រដៀងគ្នានិងកម្រិតប្រាក់ចំណូលក៏អាចមានឥរិយាបថនិងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ផងដែរការលក់ទៅក្រៅប្រទេសមិនមែនគ្រាន់តែជាផលិតភាពខាងសេដ្ឋកិច្ចប៉ុណ្ណោះទេវាក៏ទាមទារការយល់ដឹងអំពីទំនៀមទម្លាប់គុណតម្លៃចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ផងដែរក្រុមហ៊ុនដែលប្រងើយកន្តើយនឹងភាពខុសប្លែកគ្នានៃវប្បធម៌ប្រថុយទៅនឹងការបាត់បង់ឱកាសទីផ្សារឬប្រឈមមុខទៅនឹងការរិះគន់ពីអ្នកប្រើប្រាស់បរទេសអញ្ចឹងចំណុចរបស់ខ្ញុំបានបញ្ចប់ហើយចូលទៅដល់ចំណុចទី5.4ចឹងចូលដល់ចំណុច5.4 Cultural Factor in International Selling កត្តាវប្បធម៌នៅក្នុងការលក់អន្តរជាតិចឹងវប្បធម៌គឺជារបៀបរស់នៅរបស់មនុស្សការគិតនិងអាកប្បកិរិយាហើយវាត្រូវបានរៀនសូត្រពីជំនាន់មួយទៅជំនាន់មួយវាផ្លាស់ប្ដូរតាមពេលវេលាដែលផ្អែកទៅលើអ្វីដែលសង្គមត្រូវការហើយអ្នកដែលធ្វើតាមច្បាប់វប្បធម៌ត្រូវបានរង្វាន់ចំណែកឯអ្នកដែលមិនធ្វើតាមអាចនឹងប្រឈមនឹងផលវិបាកហើយនៅពេលលក់ផលិតផលជាអន្តរជាតិអាជីវកម្មត្រូវតែយល់ពីភាពខុសគ្នានៃវប្បធម៌ព្រោះវាប៉ះពាល់ដល់អ្វីដែលមនុស្សទិញនិងរបៀបដែលពួកគេឆ្លើយតបទៅនឹងបច្ចេកទេសនៃការលក់ប្រសិនបើផលិតផលឬរចនាបថលក់មិនត្រូវគ្នានឹងតម្លៃវប្បធម៌នោះមនុស្សអាចនឹងមិនទិញវាទេហើយដើម្បីទទួលបានជោគជ័យនៅក្នុងការលក់អន្តរជាតិអ្នកលក់ត្រូវស្វែងយល់ពីតម្លៃវប្បធម៌របស់ប្រទេសដែលខ្លួនកំពុងមានរបៀបគិតការធ្វើការនិងការរស់នៅខុសៗគ្នានៅពេលលក់នៅប្រទេសមួយផ្សេងទៀតអាជីវកម្មត្រូវយល់ពីភាពខុសគ្នាទាំងនេះទទួលបានជោគជ័យអ្នកស្រាវជ្រាវដល់ល្បីឈ្មោះភាពខុសគ្នានៃវប្បធម៌សញ្ញានៃ
សំខាន់ចំនួន6វិមាត្រដែលប៉ះពាល់របៀបដែលមនុស្សមានអាកប្បកិរិយានៅក្នុងអាជីវកម្មនិងការលក់ដែលទី1ហ្នឹងគឺpower resistance ចាស់មាន2គឺ low power resistance ហើយនិង high power resistance ដែល low power resistance ហ្នឹងគឺជឿថាមនុស្សគ្រប់រូបគួរតែត្រូវបានត្រៀបដោយស្មើភាពគ្នាគឺនយោជកអាចផ្ដល់មតិទៅកាន់ boss របស់ពួកគេហើយ boss អាចស្ដាប់យោបល់របស់ពួកគេដោយមិនមានការទើសទាល់ក្នុងចិត្តឬរើសអើងចំពោះ high power resistance គឺគេទទួលយកថាអ្នកខ្លះមានធម៌ពលច្រើនជាងអ្នកដទៃពលគឺនៅពេលដែលអ្នកដឹកនាំធ្វើការសម្រេចចិត្តបុគ្គលិកធ្វើតាមដោយមិនមានការជជែកវែកញែកច្រើនទី2គឺ individualism vs collectivism individualistic culture វប្បធម៌បុគ្គលគឺផ្ដោតទៅលើខ្លួនឯងនិងភាពជោគជ័យផ្ទាល់ខ្លួនពួកគេជឿចិត្តធ្វើការម្នាក់ឯងនិងធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន collective culture វប្បធម៌សមូហភាពមនុស្សផ្ដល់អាទិភាពដល់ក្រុមគ្រួសារឬសហគមន៍ពួកគេធ្វើការសម្រេចចិត្តរួមគ្នាហើយផ្ដល់តម្លៃលើភាពស្មោះត្រង់ទី3គឺការជៀសវាងពីភាពមិនប្រាកដប្រជាhigh uncertain avoidance ហ្នឹងការជៀសវាងពីភាពមិនច្បាស់លាស់មនុស្សចូលចិត្តភាពច្បាស់លាស់ផែនការលម្អិតនិងស្ថិរភាពពួកគេជៀសវាងហានិភ័យហើយចូលចិត្តអនុវត្តនីតិវិធីដែលបានកំណត់ low uncertain avoidance ការជៀសវាងពីភាពមិនប្រាកដប្រជាទាបមនុស្សកាន់តែបើកចំហចំពោះការផ្លាស់ប្ដូរបត់បែនជាមួយនឹងច្បាប់និងមានភាពសុខស្រួលជាមួយនឹងស្ថានភាពថ្មីឬមិនច្បាស់លាស់ទី4 masculinity vs femininity masculine culture វប្បធម៌បុរសមនុស្សឲ្យតម្លៃទៅលើភាពជោគជ័យការប្រកួតប្រជែងនិងសមិទ្ធផលការងារនិងលុយមានសារៈសំខាន់ណាស់ feminine culture វប្បធម៌ស្ត្រីមនុស្សយកចិត្តទុកដាក់ច្រើនអំពីទំនាក់ទំនងតុល្យភាពការងារនិងជីវិតនិងការជួយអ្នកដទៃទី5 long term vs short term orientation long term focus ទៅលើមនុស្សដែលរៀបចំផែនការអនាគតខិតខំធ្វើការសន្សំប្រាក់និងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរ short term focus ផ្ដោតទៅលើមនុស្សដែលផ្ដោតទៅលើប្រពៃណីតម្លៃសង្គមនិងរីករាយជីវិតនាពេលបច្ចុប្បន្នទី6 indulgent vs restraint indulgent culture ហ្នឹងវប្បធម៌ដែលមិនចេះខ្វល់ខ្វាយគឺមនុស្សចូលចិត្តសប្បាយមានភាពសប្បាយរីករាយនិងបញ្ចេញអារម្មណ៍ដោយសេរីrestraint culture វប្បធម៌ហាមឃាត់មនុស្សធ្វើតាមច្បាប់តឹងរ៉ឹងគ្រប់គ្រងចំណង់ចំណូលចិត្តរបស់ពួកគេនិងជៀសវាងការរីករាយច្រើនពេកតាមរយៈការភាពយល់ពីភាពខុសគ្នាទាំងនេះអាជីវកម្មអាចលក់ផលិតផលរបស់ពួកគេតាមរបៀបដែលសមស្របទៅនឹងវប្បធម៌ក្នុងស្រុកនិងធ្វើឲ្យការលក់របស់ពួកគេកាន់តែជោគជ័យចូលទៅ slide បន្ទាប់culture and integration and responsive model វប្បធម៌និងគំរូនៃការរួមបញ្ចូលនិងការឆ្លើយតបវប្បធម៌មាន2ផ្នែកសំខាន់គឺទី1 abstract element ធាតុអរូបីវារួមបញ្ចូលនៅអ្វីដែលយើងមិនអាចប៉ះបានដូចជាតម្លៃជំនឿគំនិតនិងសាសនាដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ទី2 material element វារួមបញ្ចូលនៅបច្ចេកវិទ្យាផលិតផលនិងទម្លាប់នៃការទិញនៅក្នុងសង្គមមួយហើយរបៀបដែលក្រុមហ៊ុនលក់នៅក្នុងវប្បធម៌ផ្សេងគ្នាហ្នឹងគឺឧទាហរណ៍ថា pro halal ហើយនៅ dose integration ជួយអាជីវកម្មនៅក្នុងការសម្រេចចិត្តពីរបៀបលក់ផលិតផលរបស់ពួកគេនៅក្នុងប្រទេសផ្សេងដែលពួកគេមានយុទ្ធសាស្ត្រសំខាន់ពីរគឺទី1ផលិតផលដូចគ្នានៅគ្រប់ទីកន្លែងស្តង់ដារនីយកម្មក្រុមហ៊ុនមួយចំនួនដូចជា Coca-Cola លក់ផលិតផលដូចគ្នានៅគ្រប់ប្រទេសពួកគេមិនផ្លាស់ប្ដូរវាសម្រាប់វប្បធម៌ផ្សេងគ្នាទេទី2គឺការផ្លាស់ប្ដូរផលិតផលសម្រាប់ប្រទេសនីមួយៗការសម្របខ្លួនក្រុមហ៊ុនផ្សេងទៀតដូចជា Cowboy Levi's ផ្លាស់ប្ដូរផលិតផលរបស់ពួកគេឲ្យសមស្របទៅនឹងវប្បធម៌ផ្សេងគ្នាចូលទៅដល់ slide បន្ទាប់ cultural factor influence វប្បធម៌នៅក្នុងការទំនាក់ទំនងនិងការលក់នៅពេលលក់នៅប្រទេសផ្សេងអាជីវកម្មត្រូវតែយល់ពីរបៀបដែលវប្បធម៌ប៉ះពាល់ដល់ទំនាក់ទំនងសំខាន់ទី1គឺភាសា language matter ប្រសិនបើក្រុមហ៊ុនមិនបកប្រែភាសារបស់ពួកគេឲ្យបានត្រឹមត្រូវការយល់ច្រឡំអាចកើតឡើងឧទាហរណ៍ជាក់ស្ដែងមួយចំនួនពាក្យស្លោកខាម៉ាឡៃរបស់ Pepsi ត្រូវបានគេយល់ច្រឡំនៅក្នុងទ្វីបអាចថាជាការនាំបុព្វបុរសឲ្យរស់ឡើងវិញមួយទៀត City Never Sleep របស់ Citibank ស្ដាប់ទៅដូចជាស្ថានភាពសុខភាពនៅក្នុងប្រទេសចិន
McDonald ជៀសវាងលេខ4នៅក្នុងតម្លៃចិនព្រោះវាមានអត្ថន័យដូចជាស្លាប់ឬក៏សំណាងអាក្រក់ទៅតាមជំនឿប្រទេសចិនទី2ហ្នឹងគឺ cultural sensitive ទស្សនវិជ្ជាមួយចំនួននៃវប្បធម៌ត្រូវការការយកចិត្តទុកដាក់ជាពិសេសនៅពេលធ្វើទីផ្សារដូចជាhumor ការកំ pl ែងគ្រប់រឿងកំ pl ែងទាំងអស់មិនមែនសុទ្ធតែចាស់វាអាចប៉ះពាល់ទៅដល់វប្បធម៌ដោយអចេតនាហើយទី2កច្ឆានុភាពវប្បធម៌មួយចំនួនយកចិត្តទុកដាក់អំពីប្រណិតនិងឋានៈរ៉ូមែនមនោសញ្ចេតនាសាច់រឿងរ៉ូមែនទិកដំណើរការល្អនៅក្នុងវប្បធម៌មួយចំនួនជាងវប្បធម៌ផ្សេងទៀតmusic color and image ពណ៌និមិត្តសញ្ញាមួយចំនួនអាចមានអត្ថន័យខុសៗគ្នានៅក្នុងប្រទេសផ្សេងៗគ្នាទី3 education and economic development ការអប់រំនិងការអភិវឌ្ឍសេដ្ឋកិច្ចការផ្សាយពាណិជ្ជកម្មត្រូវតែគូកេងទី4ភាពស្មនរូលច្បាប់របស់រដ្ឋាភិបាលប្រទេសមួយចំនួនមានច្បាប់តឹងរ៉ឹងអំពីការផ្សាយពាណិជ្ជកម្មទី5 barrier to communication ឧបសគ្គចំពោះការទំនាក់ទំនងបញ្ហាប្រឈមជាច្រើនធ្វើឲ្យទំនាក់ទំនងកាន់តែពិបាក selective perception ការយល់ឃើញជ្រើសរើសមនុស្សអាចនឹងមិនអើពើអំពីការផ្សាយពាណិជ្ជកម្មឬបដូរបណ្ដាញpsychological noise សំឡេងរំខានផ្លូវចិត្តការរំខាននិងការលំអៀងធ្វើឲ្យមនុស្សមានការយល់ច្រឡំ inconsistent messaging ការផ្ញើសារមិនជាប់លាប់ប្រសិនបើការផ្សាយពាណិជ្ជកម្មផលិតផលឬបុគ្គលិករបស់ក្រុមហ៊ុនមួយនិយាយរឿងផ្សេងគ្នាអតិថិជនអាចនឹងមានការភ័ន្តច្រឡំទី6 technology and economic difference ក្រុមហ៊ុនមិនអាចលក់ផលិតផលបច្ចេកវិទ្យាខ្ពស់នៅកន្លែងដែលបច្ចេកវិទ្យាមិនត្រូវបានអភិវឌ្ឍទេអាជីវកម្មគួរតែផ្ដោតទៅលើបច្ចេកវិទ្យាសមស្របដែលសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសទី7គឺ cultural skill សម្រាប់ការអារម្មណ៍យ៉ាងពិតប្រាកដចំពោះវប្បធម៌ទី8 cultural intelligence បញ្ញាវប្បធម៌អ្នកលក់ខ្លះពូកែសម្របខ្លួនទៅនឹងវប្បធម៌ផ្សេងៗជំនាញនេះត្រូវបានគេហៅថាបញ្ញាវប្បធម៌សមត្ថភាពនៅក្នុងការយល់និងសម្របខ្លួនទៅនឹងវប្បធម៌ផ្សេងៗអ្នកលក់ដែលមានបញ្ញាវប្បធម៌ខ្ពស់គឺល្អនៅក្នុងការលក់នៅប្រទេសផ្សេងមិនមែនអ្នកលក់ទាំងអស់អាចលក់ដោយជោគជ័យនៅក្នុងប្រទេសផ្សេងៗនោះទេអ្នកលក់ដែលពូកែខាងវប្បធម៌មានន័យថាពួកគេយល់ដឹងនិងគោរពវប្បធម៌ផ្សេងៗការសម្រួលវិធីសាស្ត្រលក់របស់ពួកគេដែលផ្អែកទៅលើទំនៀមទម្លាប់ក្នុងស្រុកភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរជាមួយអតិថិជនមជ្ឈដ្ឋានផ្សេងគ្នាស្លាយបន្ទាប់អញ្ចឹងនៅពេលលក់ផលិតផលនៅក្នុងប្រទេសផ្សេងៗអាជីវកម្មត្រូវតែយល់និងគោរពខុសគ្នាសំខាន់ដែលត្រូវពិចារណាគឺaesthetic សោភ័ណភាពគឺសំដៅទៅលើគំនិតនៃវប្បធម៌មួយចំនួនអំពីភាពស្រស់ស្អាតនិងរសជាតិល្អឬរចនាប័ទ្មល្អនេះមានចំណូលចិត្តខុសៗគ្នាដែលមានឥទ្ធិពលលើ logo ការវេចខ្ចប់និងការផ្សាយពាណិជ្ជកម្មកត្តាសោភ័ណភាពដែលត្រូវពិចារណារួមមានពណ៌វាមានអត្ថន័យផ្សេងគ្នាទៅតាមប្រទេសផ្សេងគ្នាឧទាហរណ៍តាមបដូរពណ៌កំប៉ុងភេសជ្ជៈនៅអាស៊ីអាគ្នេយ៍ការរចនាថ្មីបានប្រើពណ៌ខៀវស្រាលប៉ុន្តែពណ៌ខៀវស្រាលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាន់ទុកនៅក្នុងវប្បធម៌មួយចំនួនដូច្នេះការលក់ធ្លាក់ចុះរហូតដល់ពណ៌ត្រូវបានផ្លាស់ប្ដូរទី2គឺតន្ត្រីនៅក្នុងពាណិជ្ជកម្មវប្បធម៌ផ្សេងគ្នាមានស្ទីលតន្ត្រីខុសៗគ្នាដែលភ្ជាប់អារម្មណ៍ជាមួយនឹងអតិថិជនតន្ត្រីដែលដំណើរការបានល្អនៅក្នុងការផ្សាយពាណិជ្ជកម្មលោកខាងលិចប្រហែលជាមិនតាក់ទាញចំពោះទីផ្សារអាស៊ីអាហ្វ្រិកឬមជ្ឈិមបូព៌ាទេទី3គឺ logo and packaging design ស្លាកសញ្ញានិងការវេចខ្ចប់តែមានភាពនិមិត្តសញ្ញាខ្លះអាចមានអត្ថន័យខុសៗគ្នានៅក្នុងវប្បធម៌ផ្សេងៗគ្នាreligion សាសនាជំនឿសាសនាកំណត់តម្លៃមនុស្សរបៀបរស់នៅនិងការសម្រេចចិត្តទិញក្រុមហ៊ុនត្រូវតែគោរពតម្លៃសាសនានៅពេលលក់ផលិតផល education ការអប់រំផលប៉ះពាល់ទីផ្សារនិងការលក់នៅពេលកម្រិតអប់រំខុសគ្នាអាចប៉ះពាល់ចំពោះរបៀបដែលក្រុមហ៊ុនទំនាក់ទំនងជាមួយប្រាស់ដែរឆ្លើយបន្ទាប់language កលិះនៅក្នុងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពប្រសិនបើក្រុមហ៊ុនមិន
បកប្រែភាសារបស់ពួកគេបានត្រឹមត្រូវការយល់ច្រឡំក៏អាចមានការកើនឡើងផងដែរដូច្នេះ brand នីមួយៗត្រូវតែបកប្រែឈ្មោះផលិតផលនិងពាក្យស្លោកដោយប្រុងប្រយ័ត្នជៀសវាងកន្លែងណាមួយ social organization អង្គការសង្គមនិងកត្តានយោបាយនៅក្នុងធុរកិច្ចអន្តរជាតិនៅពេលលក់នៅក្រៅប្រទេសអាជីវកម្មត្រូវតែយល់ពីរបៀបដែលសង្គមត្រូវបានរៀបចំនិងគ្រប់គ្រងដោយកត្តាទាំងនេះប៉ះពាល់ទៅដល់អាកប្បកិរិយាអ្នកប្រើប្រាស់និងយុទ្ធសាស្ត្រទីផ្សារ political factor កត្តានយោបាយរួមមានសកម្មភាពនិងគោលនយោបាយការអាជីវកម្មដូចជាផ្សាយផ្សព្វផ្សាយជាដើមកត្តាដូចជាជាតិនិយមស្ថិរភាពនយោបាយនិងបទបញ្ញត្តិរបស់រដ្ឋាភិបាលមានឥទ្ធិពលទៅលើយុទ្ធសាស្ត្រលក់នៅក្រៅប្រទេស general cultural attitude and value ភាពខុសគ្នានៃវប្បធម៌ប៉ះពាល់ដល់ការលក់និងអាជីវកម្មអន្តរជាតិវប្បធម៌មានភាពខុសប្លែកគ្នានៅក្នុងវិធីសាស្ត្រផ្សេងៗរបស់ពួកគេចំពោះ trade time space and value cultural change ការផ្លាស់ប្ដូរវប្បធម៌ការផ្លាស់ប្ដូរវប្បធម៌ប៉ះពាល់ទៅដល់អ្វីដែលមនុស្សចង់ទិញនៅក្នុងប្រទេសផ្សេងគ្នាក្រុមហ៊ុនត្រូវដឹងអំពីការផ្លាស់ប្ដូរតម្លៃនិងអាកប្បកិរិយារបស់មនុស្សពីព្រោះកត្តាទាំងនេះអាចផ្លាស់ប្ដូរផលិតផលឬសេវាកម្មដែលត្រូវការនៅពេលដែលវប្បធម៌ផ្លាស់ប្ដូរតម្រូវការផលិតផលក៏អាចផ្លាស់ប្ដូរដែរហើយផលិតផលខ្លះប្រហែលជាមិនត្រូវការទៀតទេក្រុមហ៊ុនក៏គួរតែដឹងអំពីការផ្លាស់ប្ដូរទាំងនេះផងដែរដើម្បីកុំឲ្យខកខានឱកាសថ្មីដើម្បីធ្វើទីផ្សារបរទេសឲ្យបានល្អអាជីវកម្មត្រូវយល់មិនត្រឹមតែច្បាប់និងនយោបាយរបស់ប្រទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងវប្បធម៌និងតម្លៃរបស់មនុស្សផងដែរអញ្ចឹងចំណុចខ្ញុំបានចប់ចូលមកដល់ចំណុចរបស់ខ្ញុំគឺ Organization for International Selling ការដាក់លក់សម្រាប់អង្គការអន្តរជាតិអង្គការដើម្បីអនុវត្តប្រតិបត្តិការលក់អន្តរជាតិអាចមានភាពស្មុគស្មាញការសម្រេចចិត្តត្រូវបានធ្វើឡើងលើការរៀបចំចំណុចប្រតិបត្តិរវាងការលក់ផលិតផលនិងការលក់ក៏ដូចជាក្នុងការផ្ទេរសិទ្ធិទំនួលខុសត្រូវសម្រាប់ប្រតិបត្តិការអន្តរជាតិភាពខុសគ្នាមួយត្រូវបានធ្វើឡើងរវាងទីផ្សារពហុជាតិទីផ្សារអន្តរជាតិនិងការនាំចេញនីមួយទី1ទីផ្សារចម្រុះជាតិសាសន៍តាក់ទងនឹងក្រុមហ៊ុនដែលមានផលប្រយោជន៍អាជីវកម្មការផលិតរោងចក្រនិងការិយាល័យត្រូវបានរីករាលដាលពាសពេញពិភពលោកសូមស្លាយបន្ទាប់ទីផ្សារអន្តរជាតិក៏បណ្ដាប់ក្រុមហ៊ុនដែលបានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីចូលរួមទីផ្សារបរទេសនិងការផ្លាស់ប្ដូរស្ថាប័នសមស្របទៅនឹងទីផ្សារ MIX ហើយទី3គឺការនាំចេញគឺនៅចុងបញ្ចប់នៃមាត្រដ្ឋានដែលត្រូវបានអនុវត្តចំពោះក្រុមហ៊ុនដែលយកចិត្តទុកដាក់បំផុតនឹងការនាំចេញជាសកម្មភាពដូចជាគ្រឿងកុំព្យូទ័រដែលមានចំណូលពីការនាំចេញតិចជាង 20% ហើយប្រភេទនៃអន្តរការីនិងការជ្រើសរើសរបស់ពួកគេអន្តរការីអាចអនុវត្តមុខងារជាច្រើនទាំងនោះរួមមានទី1 carrying of inventory ទី2 demand generation ទី3 physical distribution ទី4 after sale service ទី5 credit attention to customer សូមស្លាយបន្ទាប់លក្ខណៈវិនិច្ឆ័យកម្ពុជាទាំង10ដែលត្រូវបានប្រើប្រាស់ដោយភ្នាក់ងារលក់ដើម្បីវិតម្លៃនៃ principle ទី1គឺ loyalty of principle to agency ទី2 product quality ទី3 trustworthiness of the principle ទី4 exclusiveness of territories ទី5 timeliness of orders received ទី6 potential sales growth ទី7 principal agency teamwork ទី8 principal action on complaints ទី9 commission of or reward structure ទី10 attitude of principal personal ស្លាយបន្ទាប់distribution អ្នកចែកចាយធ្វើសកម្មភាពក្នុងសមត្ថភាពផ្សេងគ្នាចំពោះភ្នាក់ងារការងារដោយដែលពួកគេគឺដូចជាទិញឬក៏លក់ទំនិញគោលការណ៍ណែនាំជាច្រើនទៅបានស្នើដោយ Hollandsen សម្រាប់ការគិតទុកជាមុននឹងកែបញ្ហាជាមួយអ្នកចែកចាយអន្តរជាតិ
ជ្រើសរើសអ្នកចែកចាយ select distribution look for distributor capable of developing market support market entry by committing money manager and provide marketing idea. Make sure distributor provide you with detailed market and financial performance data. Build link among national distributor at the earliest opportunity. Maintain control over marketing strategy. សូមស្លាយបន្ទាប់ license ណា licensing អាជ្ញាប័ណ្ណដែលផ្ដល់អាជ្ញាប័ណ្ណគឺជាជំរើសមួយផ្សេងទៀតដែលបើកចំហដល់ក្រុមហ៊ុនដែលគិតគូរពីការបណ្ដាក់ទុនដោយប្រយោលវាសមថាក្រុមហ៊ុនមានផលិតផលឬដំណើរការតែមួយគត់ដែលក្រុមហ៊ុនក្រៅប្រទេសចង់ផលិតនេះគឺជាមធ្យោបាយដ៏ល្អមួយក្នុងការចូលរួមនៅក្នុងទីផ្សារដែលនៅឆ្ងាយឬក៏ពិបាកដែលផ្ទុកទំនិញតូចចង្អៀតវិធីសាស្ត្រលក់ផ្ទាល់នៅបរទេសក្រុមហ៊ុនសម្ព័ន្ធអាចជាអង្គការលក់ឬផលិតផលទាំងដែលលក់មានផលិតផលទាំងពីរក្រុមហ៊ុនសម្ព័ន្ធលក់ជាធម្មតាជំនួបភ្នាក់ងារនិងអ្នកចែកចាយជាមួយបុគ្គលិកអចិន្ត្រៃយ៍របស់ក្រុមហ៊ុនសូមស្លាយបន្ទាប់មកក្រោយវិញការបណ្ដាក់ទុនរួមគ្នាការបណ្ដាក់ទុនរួមគ្នាគឺជាកន្លែងដែលមានការបណ្ដាក់ទុនរួមគ្នាជាពីរប៉ុន្តែពេលខ្លះក្រុមហ៊ុនផលិតនិងលក់ផលិតផលនៅក្នុងមូលដ្ឋានរួមគ្នានេះគឺជាវិធីសាស្ត្រដែលល្អដែលយើងស្រួលក្នុងការលក់ដោយផ្ទាល់ឬប្រយោជន៍នៃការនាំចេញចូលការលក់ផ្ទាល់ទោះបីជាមានភាពខ្លាំងនៃការប្រើប្រាស់អន្តរការក៏ដោយក៏ក្រុមហ៊ុនមួយចំនួនបានរកឃើញថាការលក់ដោយផ្ទាល់ពីប្រទេសកំណើតទៅកាន់ទីផ្សារនៃក្រៅប្រទេសផ្ដល់នូវអត្ថប្រយោជន៍ជាច្រើននិងផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសដែលយើងកំពុងតែរស់នៅចំណុចខ្ញុំចប់ហើយចឹងឥឡូវយើងចូលដល់ចំណុចទី 5.1 គឺ pricing ដែលចំណុចទី1ហ្នឹងនិយាយតាក់ទងនឹង pricing and trade logistics ដែលតម្លៃនាំចេញគឺដែលចំណុចនេះគឺគេនិយាយអំពីតម្លៃនាំចេញគឺស្មុគស្មាញជាងតម្លៃក្នុងស្រុកដោយសារការចំណាយបន្ថែមដូចជាថ្លៃដឹកជញ្ជូននិងការដឹកជញ្ជូនអាស្រ័យលើមធ្យោបាយដឹកជញ្ជូនដូចជាតាមផ្លូវអាកាសសមុទ្រឬមួយក៏ផ្លូវគោកពាក់ព័ន្ធនឹងពន្ធនាំចូលពន្ធដែលដាក់ដោយប្រទេសផ្សេងទៀតលើទំនិញរបស់ប្រទេសមួយពាក់ព័ន្ធនឹងកូតានិងអាជ្ញាប័ណ្ណប្រទេសខ្លះកំណត់បរិមាណនៃការនាំចូលឬទាមទារការអនុញ្ញាតជាពិសេសចំណុចទី2គឺតាក់ទងនឹង purchasing alliance and transfer pricing ដែលសម្ព័ន្ធភាពនៃការទិញដូចជាក្រុមហ៊ុនធំសហការជាមួយសកលដើម្បីធានាបាននូវកិច្ចព្រមព្រៀងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែប្រសើរឡើងដូចជាឧទាហរណ៍ក្រុមហ៊ុនផលិតរថយន្តជាដើមទី2គឺតម្លៃផ្ទៃប្រាក់ក្រុមហ៊ុនពហុជាតិរៀបចំតម្លៃផ្ទៃក្នុងទៅតាមដូចជាកាត់បន្ថយបន្ទុកពន្ធដោយការផ្លាស់ប្ដូរប្រាក់ចំណេញទៅប្រទេសដែលមានពន្ធទាបនិងការកាត់បន្ថយពន្ធនាំចូលដោយកែតម្លៃដែលតម្រូវតម្លៃទំនិញដែលបានប្រកាសហើយចឹងចំណុច pricing នេះត្រូវបានបញ្ចប់អញ្ចឹងចូលមកដល់ចំណុច 5.7 គឺ study international selling ចំណុចទី1គឺយើងស្វែងយល់អំពីវប្បធម៌ទីផ្សារជប៉ុនការចូលទៅក្នុងទីផ្សារជប៉ុនតម្រូវឲ្យមានការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌អាជីវកម្មតែមួយគត់របស់វាកត្តាសំខាន់រួមមានការកសាងទំនាក់ទំនងទំនុកចិត្តនិងទំនាក់ទំនងគឺជាមូលដ្ឋានគ្រឹះជារឿយៗវាត្រូវការពេលវេលាដើម្បីបង្កើតវាមុនពេលប្រតិបត្តិការណាមួយទៀតឋានានុក្រមនិងការគោរពធុរកិច្ចជប៉ុនមានពំនូលទៅលើការធ្វើប្រតិបត្តិការតាមឋានានុក្រមការនិយាយទៅកាន់បុគ្គលដែលមានឋានៈសមរម្យនិងការបង្ហាញការគោរពគឺសំខាន់ណាស់ចំណុចមួយទៀតតម្រង់ទំនាក់ទំនងអាចជាការប្រស័យតាក់ទងអាចជាការប្រស្រ័យដោយប្រយោលចំណុចទី2យុទ្ធសាស្ត្រយុទ្ធសាស្ត្រលក់ដ៏មានប្រសិទ្ធភាពដើម្បីទទួលបានជោគជ័យនៅក្នុងការលក់ឲ្យអ្នកប្រើប្រាស់ឬអាជីវកម្មជប៉ុនសូមពិចារណាយុទ្ធសាស្ត្រខាងក្រោមមួយចំនួនមួយការ
សម្របសម្រួលផលិតផលត្រូវប្រកាសថាផលិតផលរបស់អ្នកបំពេញតាមចំណូលចិត្តនិងបទបញ្ញត្តិក្នុងស្រុកមួយទៀតភាពជាដៃគូក្នុងស្រុកការសហការជាមួយក្រុមហ៊ុនក្នុងស្រុកអាចផ្ដល់ការយល់ដឹងនិងដ៏មានតម្លៃក្នុងការចូលទៅក្នុងទីផ្សារនិងបង្កើតភាពជឿជាក់មួយទៀតទស្សនវិស័យរយៈពេលវែងការផ្ដោតទៅលើការកសាងទំនាក់ទំនងយូរអង្វែងជំនួសឲ្យការស្វែងរកការលក់យ៉ាងរហ័សចំណុចទី3គឺបញ្ហាប្រឈមនៅក្នុងការលក់អន្តរជាតិទីផ្សារនីមួយៗបានមកជាមួយនឹងបញ្ហាប្រឈមផ្ទាល់ខ្លួនប្រទេសជប៉ុនបញ្ហាប្រឈមសំខាន់រួមមានការប្រកួតប្រជែងខ្ពស់ទីផ្សារពោពេញទៅដោយក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិឧបសគ្គបទបញ្ញត្តិការយល់ដឹងអំពីច្បាប់និងបទបញ្ញត្តិក្នុងតំបន់អាចស្មុគស្មាញការរំពឹងទុករបស់អតិថិជនជប៉ុនមានការរំពឹងទុកខ្ពស់ចំពោះគុណភាពនិងសេវាកម្មសូមស្លាយបន្ទាប់slide បន្ទាប់គឺ conclusion ចំណុចនេះចំណុចចុងក្រោយប្រទេសជប៉ុនបង្ហាញអំពីឱកាសនិងការបង្ហាញនិងបញ្ហាប្រឈមពិសេសសម្រាប់អ្នកលក់អន្តរជាតិតាមរយៈការយល់ដឹងនិងការគោរពវប្បធម៌ក្នុងតំបន់សម្របតាមយុទ្ធសាស្ត្រនិងការផ្ដោតទៅលើការកសាងទំនាក់ទំនងអាជីវកម្មអាចរកទីផ្សារប្រកបដោយប្រសិទ្ធភាពជោគជ័យរយៈពេលវែងពឹងផ្អែកទៅលើការបដិញ្ញាចិត្តនិងឆន្ទៈក្នុងការរៀននិងសម្របខ្លួននៅក្នុងបរិយាកាសដ៏ទំនើបនេះចឹងការ presentation របស់ពួកយើងចប់ហើយអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលដែលមានដំណ័យស្ដាប់ក្រុមរបស់យើងធ្វើបទបង្ហាញ